អ៊ុយក្រែនកំពុងពង្រីកសង្គ្រាមដល់អ៊ីរ៉ង់ហើយបន្ទាប់ពីនាវាពាណិជ្ជកម្មមួយគ្រឿងរបស់ទីក្រុងតេហេរ៉ង់នៅសមុទ្រកាស្ពីយែនត្រូវបានវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនបណ្ដាលឲ្យស្លាប់នាវិកអ៊ីរ៉ង់ម្នាក់និងរបួសម្នាក់តើនេះគឺជាសញ្ញានៃការសងសឹកទៅលើអ៊ីរ៉ង់ដែលប៉ុន្មានឆ្នាំមកនេះបានជួយផ្គត់ផ្គង់យន្តហោះដ្រូនពិឃាតដល់រុស្ស៊ីឬយ៉ាងណាយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី26ខែកក្កដាឆ្នាំ2026នេះបានឲ្យដឹងថាអ៊ីរ៉ង់បានចាប់ប្រកាន់អ៊ុយក្រែនចំយ៉ាងដូចនេះដោយបោះពាក្យសម្ដីថាឧបទ្ទហេតុនេះគឺជាទង្វើចង់បង្កចំនួននិងជាបទឧក្រិដ្ឋទន្ទឹមគ្នានេះក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថារដ្ឋាភិបាលទីក្រុងគៀវមានចេតនាពង្រីកចំនួនហើយបានព្រមានថាខ្លួននឹងចាត់វិធានការឆ្លើយតបជាចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិជុំវិញរឿងនេះអ្នកជំនាញបានលើកឡើងថាក្នុងសង្គ្រាមជាង4ឆ្នាំមកនេះអ៊ុយក្រែនបានចាប់ប្រកាន់អ៊ីរ៉ង់ម្ដងហើយម្ដងទៀតថាបានផ្គត់ផ្គង់យន្តហោះដ្រូនប្រភេទ Shahed រាប់មិនអស់ដល់រុស្ស៊ីដែលជួយឲ្យកងកម្លាំងរុស្ស៊ីប្រើប្រាស់វាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែននាំឲ្យរងការខូចខាតយ៉ាងដំណំជាការឆ្លើយតបទីក្រុងគៀវបានចែករំលែកជំនាញទប់ស្កាត់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ជាមួយបណ្ដាប្រទេសមជ្ឈិមបូព៌ាហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលស្គាល់ថាយោធាខ្លួនពិតជាបានវាយប្រហារនាវាដែលសង្ស័យថាកំពុងដឹកសម្ភារៈយោធាដែលពាក់ព័ន្ធជាមួយរុស្ស៊ីនិងអ៊ីរ៉ង់នៅសមុទ្រកាស្ពីយែនពិតមែនហេតុការណ៍លើកនេះបានធ្វើឲ្យអន្តរជាតិព្រួយបារម្ភថាសង្គ្រាមអាចនឹងរីករាលដាលកាន់តែធំឡើងនិងអស់បន្លាយកាន់តែយូរជាងសង្គ្រាមលោកលើកទី2ទៅទៀតសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍